សួស្តីបងប្អូននេះហើយជីវិតជាស្រែបាទនៅពេលដែលធ្វើចំណាយដើមទុនច្រើនថ្លៃបាទទាំងពូទាំងការជួររស់អីចឹងណាបាទទាំងការប្រើប្រាស់ជីកសិកម្មផ្សេងៗទៅលើដីស្រែអញ្ចឹងឧទាហរណ៍ជាស្ដែងបាទនៅក្នុងទីនេះគណៈទីនេះគឺស្រែមួយប្រឡោះនេះណាតាមតែក្មេងគ្នាវាជ្រោកទៅគឺទទួលបានស្រូវមួយការ៉ុងមួយបេហ្នឹងបានប្រហែលជាទុង100គីឡូហើយលក់ចេញ1គីឡូបានតែ700យើងជ្រោកដៃក៏វេទនីដែរ700ទៅ900រៀលលុយខ្មែរហ្នឹងបាទបានប៉ុណ្ណឹងហើយជាស្ដែងជ្រោកទំហំស្រែប៉ុណ្ណឹងគឺម្ចាស់ម៉ាស៊ីនហ្នឹងគឺគេគិតឲ្យជ្រោត50000រៀលអញ្ចឹងបើយើងគិតថាយកស្រូវទទួលបានពីការជ្រោតហ្នឹងពីការធ្វើហ្នឹងយកទៅលក់ទុំបានប្រមាណនេះបើទៅប្រមាណគីឡូ700 10គីឡូបាន7ពាន់ហើយ100គីឡូគឺបាន70000លេខអបសក់70000ឲ្យទៅម្ចាស់ម៉ាស៊ីនអស់50000អញ្ចឹងម្ចាស់តែសង20000គេគិតថាយក20000ហ្នឹងទៅទូទាត់នឹងការចំណាយផ្សេងៗជាពូជអីហ្នឹងហើយគិតមើលថាចំណេញសល់ប៉ុណ្ណាបងប្អូនបាទនេះហើយនេះមិនទុកគេរោរឿងអោបទៅគឺមកពីហើយជាមកពីយើងច្រើនជាងដោយសារតែយើងធ្វើវាអត់ល្អថែទាំហើយអត់បានរើសពូជណាដែលផ្លែច្រើនហើយចឹងទៅទុំចាការទទួលផលវិញក៏វាសក់សោយតាមហ្នឹងថ្ងៃបានអាម៉ាស៊ីនទៅចូលចាស្រួលចូលឃើញទស្សនាបន្តទៀតបាននៅសកម្មភាពជ្រុលក៏យ៉ាប់ដែរពេលនេះគេយកមហាដ្ឋាននៅបច្ចេកវិទ្យាលើបែបនេះចឹងគេថ្ងៃស្រូវថោកដែលជ្រុតកាត់ដោយដៃបានមានតែប្រើប្រាស់នៅម៉ាស៊ីននឹងឯងដើម្បីជួយលឿនក្នុងការជ្រុតកាត់ដើម្បីឲ្យវាជិះផុតពីការត្រូវទឹកភ្លៀងត្រូវអីម៉ៅយើងជ្រុតដៃគឺម៉ៅទៅយើងដូចយើងជួលគេជ្រោតទៀតក៏300,000ដែរនោះគេមែនបើយើងបានផលមកលឿនបានស្រួលយកទៅហាលយកទុកដាក់គ្របទៅភ័យរឿងកដោរឿងគោជឿនកាន់តែជ្រោតដៃសពគ្រប់ហើយទៅស្រែហើយមានអីជ្រោតបានហើយគេណាគេចង់ស្អប់យើងគេទៅជឿនចង់ជឿនមេមិនដែរកូនជឿនលើទៅជឿនគោក៏ជឿនឆ្កែក៏ជឿនខាងក្រោមកដោចូលបានហើយកដោក៏ទៅស្ងំកាត់ក្រោមតែនិយាយទៅដល់ឲ្យវាស៊ីខ្លះដែរព្រោះវាចេះទៅស្រែបាទវាចំណាយលុយទិញកែបប៉ុន្តែវាលក់ថ្នាំក្តាមនោះហើយយើងនឹងទិញថ្នាំក្តាមហើយវាខាតតែទិញថ្នាំហើយក្តាមវានៅតែកាត់ទៀតក្តាមថាវានេះហើយព្រោះនៅអត់មានខ្យងឯណាថ្នាំខ្យងនេះនោះថ្នាំគេដាក់នោះយើងនឹងខ្យងទៅក្តាមគេខ្យងក្តាមហើយត្រីទៀតត្រីវាកំពុងត្រីវាអស់ទៀតទិញត្រីវាស៊ីនដែរទៀតអានេះឆ្លាតមែននេះ1គីឡូម៉ាននេះ3គីឡូអត់បានមកពឿនហ្មងឥឡូវណែទិញនេះបាទចាប់ទិញអូគេមានអុកញ៉ាមានអីគេទិញអីពេលស្រូវមានអុកញ៉ាគាត់មានលុយគាត់ទិញស្តុកទុកទៅដល់ពេលដល់នេះស្រូវឡើងថ្លៃហើយគាត់មានឱកាសចំណេញច្រើនអុកញ៉ាស្រុកយើងជាច្រើនអត់សូវចេះរកស៊ីខាងស្រូវខាងកសិកម្មនេះច្រើនឡើងទិញដីធ្វើទៀងល្វែងគាត់ច្រើនណាស់ពីដោយតែមួយដាល់បាទគឺបាក់
cái này chọc trâu ao này sai phần này này ở quân Việt tao nghề thế này à muốn tao này bị cái đau thử ơi ai tao này bị cái rồi cái thôi cho anh màu nó thôi màn mưa ấy máu về là cái việc thôi lườn về cái việc thôi dứt ở đây thì được cái việc sạt lạc với chân vô rồi thì miền đây mưa cái đó ấy mưa cái từ rồi mình ăn sạch chát đấy mình đó lo mình mau lên là cướp chị đi rồi chị đi ở từ này rồi nhưng ai vô mà chạy này phong màu tao lệ này đặt làm mò tao nè từ câu là bong mùi cua là nó mình cua là có free đây hàng ngon bác cơm lên hay ai này hay giờ mì bòi đây ở lôi bên này thế phần này thua ta ban pi cái rồng phải rơi em bơi ada việc muốn phần là cua phải tích rồi